Nak sumeng cepat ban kamnatជាគោលការណ៍សន្មតថារបងនៅត្រង់ព្រំប្រទល់ដីវាគឺជាកម្មសិទ្ធិរួមរបស់ម្ចាស់ដីទាំងសងខាងដែលតាមភាសាច្បាប់គេហៅថាជារបបអត្តសិទ្ធិហើយក្នុងករណីហ្នឹងម្ចាស់ដីទាំងសងខាងគឺជាអ្នកត្រូវទទួលបន្ទុកស្មើគ្នាដើម្បីចំណាយក្នុងការសាងសង់ក្នុងការជួសជុលនិងថែទាំរបងនឹងរួមគ្នាហើយអាចប្រើប្រាស់ចាត់ចែងរួមគ្នាក៏ប៉ុន្តែបើសិនជាម្ចាស់ដីម្ខាងគាត់មិនចង់រ៉ាប់រងការចំណាយនឹងទេគាត់អាចធ្វើបានក៏ប៉ុន្តែគាត់ត្រូវបោះបង់អត្តសិទ្ធិរបស់ខ្លួនមានន័យថាម្ចាស់ដីម្ខាងទៀតដែលជាអ្នកទទួលបន្ទុករ៉ាប់រងតែម្នាក់ឯងចំណាយលើការសាងសង់ជួសជុលនិងថែទាំរបងហ្នឹងគាត់គឺជាម្ចាស់កម្មសិទ្ធិដែលផ្ដាច់មកលើរបងហ្នឹងហើយគាត់អាចប្រើប្រាស់គាត់អាចកែប្រែឬក៏រុះរើរបងហ្នឹងបានដោយមិនចាំបាច់មានការឯកភាពពីម្ចាស់ដីម្ខាងទៀតទេចាក៏ប៉ុន្តែនៅក្នុងករណីហ្នឹងតើម្ចាស់ដីម្ខាងអាចជំទាស់មិនអោយម្ចាស់ដីម្ខាងទៀតនោះសង់របងនៅលើព្រំដីបានដែរឬទេបាទបើសិនជារបងហ្នឹងសង់មកនៅត្រឹមតែពីលើព្រំប្រទល់ដីហើយមិនសង់លយចូលមកក្នុងដីរបស់គាត់ទេអ្នកជិតខាងហ្នឹងមិនអាចជំទាស់នឹងការសាងសង់នឹងបានទេមិនត្រឹមតែប៉ុណ្ណឹងទេបើសិនជានៅក្នុងការសាងសង់ការថែទាំឬក៏ការជួសជុលរបងហ្នឹងម្ចាស់របងក៏ត្រូវការឆ្លងចូលទៅដីម្ខាងទៀតដើម្បីធ្វើការងារទាំងអស់ហ្នឹងក្នុងក្រមរដ្ឋប្រវេណីត្រង់មាត្រា143បានចែងផ្ដល់សិទ្ធិឲ្យគាត់អាចទាមទារប្រើដីអ្នកជិតខាងរបស់គាត់នឹងបាននៅក្នុងទំហំមួយដែលចាំបាច់គ្រាន់តែថាបើសិនជានៅក្នុងការធ្វើការងារទាំងអស់ហ្នឹងវានាំឲ្យមានការខូចខាតអ្វីមួយដូចជាបាក់ដីខូងដីបាក់ដើមឈើឬក៏ខូចខាតដំណាំរបស់ម្ចាស់ដីជិតខាងម្ចាស់របងគាត់ត្រូវសងសំណងខូចខាតទៅម្ចាស់ដីជិតខាងហ្នឹងចុះក្នុងករណីដែលរបងសង់រួចរាល់អស់ហើយតើម្ចាស់ដីជិតខាងដែលមិនបានសហការសង់អាចទាមទារដាក់របងនេះជាកម្មសិទ្ធិរួមវិញបានដែរឬទេបាទមិនបានទេត្រង់កន្លែងហ្នឹងក្រមរដ្ឋប្រវេណីមានរបស់ថ្មីហ្នឹងដែលក្នុងមាត្រា225បានកំណត់ថាម្ចាស់អចលនវត្ថុនៅជាប់នឹងរបងដែលមិនមែនជាវត្ថុអត្តសិទ្ធិគឺគាត់មិនអាចទាមទារឲ្យដាក់របងនោះទៅជាវត្ថុអត្តសិទ្ធិបានទេមានន័យថាមិនអាចដាក់វាទៅជាកម្មសិទ្ធិរួមវិញបានទេវាខុសពីករណីជាជញ្ជាំងបើសិនវាជាជញ្ជាំងគឺគេអាចទាមទារដាក់ជាវត្ថុអត្តសិទ្ធិបានឧទាហរណ៍ដូចជាក្នុងករណីជញ្ជាំងផ្ទះល្វែងថាឧទាហរណ៍តាមម្ចាស់ដីម្ខាងគាត់សង់ផ្ទះរបស់គាត់រួចហើយជញ្ជាំងផ្ទះហ្នឹងគឺសង់នៅជាប់នឹងព្រំប្រទល់ដីហើយក្រោយមកទៀតម្ចាស់ដីម្ខាងទៀតគាត់ចង់សង់ផ្ទះរបស់គាត់មួយដែរដោយចង់យកជញ្ជាំងផ្ទះនៅជិតខាងរបស់គាត់មកធ្វើជាជញ្ជាំងរួមមានន័យថាវាជាជញ្ជាំងអត្តសិទ្ធិក្នុងករណីហ្នឹងគាត់អាចទាមទារបានតាមមាត្រា220នៃក្រមរដ្ឋប្រវេណីគាត់អាចទាមទារយកជញ្ជាំងហ្នឹងមកជាដាក់ជាជញ្ជាំងធ្វើផ្ទះរួមគ្នាបានក៏ប៉ុន្តែគាត់ត្រូវបង់ទៅឲ្យម្ចាស់ជញ្ជាំងហ្នឹងនៅចំណែកពាក់កណ្ដាលនៃថ្លៃជញ្ជាំងបូកជាមួយនឹងពាក់កណ្ដាលនៃថ្លៃដីដែលនៅពីក្រោមជញ្ជាំងហ្នឹងឥឡូវយើងងាកមកនិយាយអំពីដើមឈើដែលដាំនៅក្បែរព្រំដីវិញដើមឈើដែលដាំនៅក្នុងដីម្ខាងហើយមែកឬក៏ឫសឈើនោះឆ្លងទៅដីម្ខាងទៀតតើម្ចាស់ដីនោះមានសិទ្ធិកាប់មែកឬក៏ឫសឈើដែលឆ្លងទៅលើនោះបានដែរឬទេក្នុងករណីនេះតាមមាត្រា142នៃក្រមរដ្ឋប្រវេណីខ្មែរម្ចាស់ដីជិតខាងគាត់មានសិទ្ធិពីរគឺគាត់អាចទីមួយគាត់អាចយកផលពីមែកឈើឬក៏ឫសឈើនោះក៏បានដូចជាអាចបេះផ្លែឈើពីមែកឈើដែលលយចូលឆ្លងចូលទៅដីគាត់នោះក៏បានហើយគាត់អាចកាប់មែកឈើឬក៏កាប់ឫសឈើនោះដែលលយចូលទៅនោះចោលក៏បានដែរនេះសិទ្ធិដែលគាត់មានពីរហ្នឹងម្យ៉ាងទៀតបើសិនជាដើមឈើដែលដាំនៅក្បែរនោះក្បែរព្រំដីនោះវាក្បែរពេកដើមមិនគោរពតាមចម្ងាយដែលកំណត់ឲ្យច្បាប់ម្ចាស់ដីជិតខាងដែលនៅម្ខាងទៀតនោះគាត់អាចទាមទារឲ្យម្ចាស់ដើមឈើហ្នឹងកាប់ដើមឈើហ្នឹងចោលវិញបានហើយចម្ងាយដើមឈើពីព្រំប្រទល់ដីដែលបានកំណត់នៅក្នុងមាត្រា154នៃក្រមរដ្ឋប្រវេណីគឺថាយ៉ាងតិចត្រូវដាំ2ម៉ែត្រពីព្រំប្រទល់ដីបើសិនជាដើមឈើនោះមានកម្ពស់លើសពី2ម៉ែត្រហើយកន្លែងហ្នឹងត្រូវបញ្ជាក់ថាឲ្យតែដើមឈើនោះកម្ពស់លើសពី2ម៉ែត្រទៅហើយដាំតិចជាង2ម៉ែត្រពីព្រំប្រទល់ដីមានន័យថាតិចជាងចម្ងាយដែលកំណត់ដោយច្បាប់ទោះបីជាដាំទៅដើមឈើនោះមិនមានមែកឈើឬក៏ឫសឈើលយចូលទៅដីអ្នកជិតខាងក៏ដោយក៏ម្ចាស់ដីជិតខាងហ្នឹងអាចទាមទារឲ្យម្ចាស់ដើមឈើហ្នឹងកាប់ដើមឈើហ្នឹងចោលវិញបានដែរចាចោះចំពោះម្ចាស់ដីដែលចង់ដាំដើមឈើនៅពីលើព្រំប្រទល់ដីដើម្បីធ្វើជារបងតែម្ដងតើគេអាចធ្វើទៅបានដែរឬទេបាទក្នុងករណីហ្នឹងគាត់អាចធ្វើបានឲ្យតែដើមឈើនោះមានកម្ពស់មិនលើសពី2ម៉ែត្រពីព្រោះគេច្បាប់កំណត់ពីចម្ងាយអតិបរមាតែចំពោះដើមឈើដែលមានកម្ពស់លើសពី2ម៉ែត្រទេបើសិនជាតិចជាង2ម៉ែត្រគឺគាត់អាចដាំចម្ងាយតិចជាង2ម៉ែត្រឬក៏ដាំនៅចំពីលើព្រំប្រទល់ហ្នឹងតែម្ដងឬមួយក៏សិនក្នុងករណីដែលដើមឈើនោះមានកម្ពស់លើសពី2ម៉ែត្រក៏ប៉ុន្តែម្ចាស់ដីទាំងសងខាងគាត់សុខចិត្តសុខកាយព្រមព្រៀងគ្នាថាឲ្យដាំធ្វើជារបងគឺគាត់អាចដាំបានទោះបីជាលើសកម្ពស់លើសពី2ម៉ែត្រក៏ដោយឲ្យតែសុខចិត្តព្រមព្រៀងគ្នាត្រង់កន្លែងហ្នឹងបញ្ជាក់ថា
តាំងពីដើមអ្វីដែលយើងនិយាយគ្នាតាំងពីដើមមកហ្នឹងគឺវាស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់រដ្ឋប្រវេណីមិនមែនជាច្បាប់ព្រំប្រទានទេហើយគោលដៅនៃច្បាប់រដ្ឋប្រវេណីមិនមែនដើម្បីចែងជាបំរាមដាច់ខាតទេគឺចែងដើម្បីបង្ការនិងដោះស្រាយវិវាទបើសិនជាអត់មានវិវាទទេម្ចាស់ដីទាំងពីរទាំងសងខាងរស់នៅសុខស្រួលជាមួយគ្នាធ្វើអ្វីដែលមានការព្រមព្រៀងគ្នាអត់មានអ្នកណាមកចាប់បង្ខំថាត្រូវតែធ្វើតាមអ្វីដែលមានចែងនៅក្នុងរដ្ឋប្រវេណីដែរគឺគាត់អាចធ្វើទៅតាមការព្រមព្រៀងគ្នាបានគ្រាន់តែថានៅពេលណាកាលណាមានវិបត្តិនឹងគ្នាមានវិវាទនឹងគ្នាมันអាចស្រុះស្រួលគ្នាទេគឺប្រកាសជាគេត្រូវយកច្បាប់រដ្ឋប្រវេណីនេះមកធ្វើជាគោលក្នុងការដោះស្រាយហើយ